បាទសូមអនុញ្ញាតគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនអង្គភូមិក៏ដូចជាអតិថិជនដែលតែគ្រប់គ្រងរកការផ្សាយផ្ទាល់របស់ហាងលក់ម៉ូតូ Honda Sensor ជាទីមេត្រីវិលត្រឡប់មកជួបយើងសាជាថ្មីម្ដងទៀតជាមួយនឹងការផ្សាយផ្ទាល់ចេញពីเพจហាងលក់ម៉ូតូ Sensor បាទជាមួយនឹងផ្នែកសុវត្ថិភាពបើកបរប្រចាំហាងដោយផ្ទាល់ហើយថ្ងៃនេះខ្ញុំបាទសៀងសុកទីជាគ្រូបង្គោលផ្នែកសុវត្ថិភាពបើកបរបាទមានសួរខ្ញុំបាទផិនធីរ៉ាត់ជាគ្រូបង្គោលផ្នែកសមត្ថភាពបើកបរបាទហើយយើងទាំងពីរនាក់នឹងនាំយកប្រធានបទថ្មីមួយទៀតតាក់ទងជាមួយនឹងជំពូកទី6មាត្រាទី45អ្នកបើកបរឬអ្នកប្រើប្រាស់ផ្លូវដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍នៅលើเพจហាងលក់ម៉ូតូ Honda Sensor នៅថ្ងៃនេះមកចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានដឹងអំពីច្បាប់ចរាចរណ៍របស់យើងដើម្បីចែករំលែកនៅបទពិសោធន៍ចំណេះដឹងដើម្បីចូលរួមចំណែកការផ្សព្វផ្សាយលើកកម្ពស់ការអប់រំបាទការយល់ដឹងអំពីច្បាប់ចរាចរណ៍ក៏ដូចជាស្ដីពីចរាចរណ៍ផ្លូវគោកនិងសុវត្ថិភាពក្នុងការបើកបរឲ្យកាន់តែទូលំទូលាយឲ្យបានដល់អតិថិជនទាំងអស់នៅក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមានកម្រិតទាបបាទនៅក្នុងប្រទេសរបស់យើងក៏ដូចជាឆ្លើយតបទៅនឹងផែនការបាទសកម្មភាពសុវត្ថិភាពចរាចរណ៍របស់រាជរដ្ឋាភិបាលផងដែរបាទម្យ៉ាងវិញទៀតហាងរបស់យើងខ្ញុំក៏មានសេវាកម្មជាច្រើនដើម្បីផ្ដល់ជូនអតិថិជនរបស់យើងបាទយើងមានការលក់នៅបណ្ដាម៉ូតូ Honda សុទ្ធ 100% គ្រប់ប្រភេទរបស់ក្រុមហ៊ុន NC Honda បាទមានសេវាកម្មបង់រំលោះម៉ូតូបាទមានផ្នែកសេវាកម្មជួសជុលលើបច្ចេកទេសម៉ូតូក៏ដូចជាគ្រឿងបន្លាស់សុទ្ធ 100% ផងដែរបាទហើយរួមជាមួយនឹងផ្នែកសុវត្ថិភាពបើកបរផ្ទាល់បាទកំពុងតែផ្សាយផ្ទាល់ជូនពុកម៉ែបងប្អូននៅថ្ងៃនេះយើងមុននឹងឈានដល់ប្រធានបទរបស់យើងសួរសុខទុក្ខគ្នាបន្តិចណាបាទចាំមិនដែរលោកគ្រូរ៉ាត់សុខសប្បាយបាទសុខសប្បាយធម្មតាបាទហើយចំណែកបងវិញសុខទុក្ខធម្មតាដែរចុះបងប្អូនទាំងអស់គ្នាបាទខានជួបគ្នាយូរហើយជាមួយនឹងការផ្សាយផ្ទាល់បាទដូចជា3ខែណាបាទយូរដែរហើយបាទយ៉ាងមិនដែរសុខទុក្ខបាទហើយឥឡូវនេះចិត្តដាច់ឆ្នាំ2025ចូល2026ហើយបាទពាក់កណ្ដាលខែ12ទៀតហើយគៀកណាបាទបាទអូខេអញ្ចឹងខ្ញុំនឹងព័ត៌មានលម្អិតតាក់ទងជាមួយនឹងប្រធានបទរបស់យើងបាទមុនពេលចូលដល់ប្រធានបទរបស់យើងសូមពុកម៉ែបងប្អូនជួយចុច like និង share ជាមុនសិនដើម្បីឲ្យការផ្សាយផ្ទាល់របស់យើងនេះបាទបានទូលំទូលាយឲ្យបានដឹងដល់អតិថិជនខាងខ្ញុំធ្វើការបកស្រាយដល់ពុកម៉ែបងប្អូនអរគ្នាបន្តិចទៀតនេះដូចនេះយើងខ្ញុំចូលរួមចូលទៅកាន់ប្រធានបទរបស់យើងបាទមុននឹងចូលដល់ប្រធានបទរបស់យើងខ្ញុំសូមបន្ថែមអំពីកម្មវិធីសម្រាប់អ្នកបើកបរម៉ូតូបាទថ្មីបាទគឺការបើកភ្លើងដោយស្វ័យប្រវត្តិអូខេអញ្ចឹងការបើកភ្លើងដោយស្វ័យប្រវត្តិមានន័យថាម៉េចបាទខ្ញុំនឹងបញ្ជាក់បន្ថែមគេហៅថា AHO ណាបាទជាអក្សរកាត់សំដៅដល់ចង្កៀងបំភ្លឺផ្លូវដែលបើកដោយស្វ័យប្រវត្តិមានន័យថាចង្កៀងបំភ្លឺផ្លូវនឹងបើកដោយស្វ័យប្រវត្តិនៅពេលដែលម៉ាស៊ីនចាប់ផ្ដើមដំណើរការឬអាចនិយាយបានថាវាបំភ្លឺបាទគ្រប់កលៈទេសៈទោះបីជាពេលថ្ងៃក៏ដោយឲ្យតែម៉ាស៊ីនដំណើរការមានថាយើងបញ្ឆេះម៉ូតូទៅភ្លើងអំពូលភ្លើងខាងមុខរបស់យើងហ្នឹងមានដំណើរការបំភ្លឺបាទអូតូដោយស្វ័យប្រវត្តិបាទហើយដូចនេះ AHO ដែលជាយន្តការជាមួយនឹងការបង្កើនការមើលឃើញដើម្បីលើកកម្ពស់សុវត្ថិភាពហើយបានដឹងកំពុងត្រូវបានដាក់ឲ្យដំណើរការបាទស្របច្បាប់នៅក្នុងប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងមិនមែនមានន័យថាយើងជិះម៉ូតូដែលបើកភ្លើងពេលថ្ងៃខុសច្បាប់ទេអត់ទេណាបាទគឺជាការដាក់ស្នើឲ្យស្របច្បាប់នៅក្នុងប្រទេសរបស់យើងបាទអញ្ចឹងការបើកបរភ្លើងពេលថ្ងៃធ្វើឲ្យអ្នកបើកបរឆាប់មើលឃើញមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការឆ្លើយតបភ្លាមក្នុងស្ថានភាពបើកបរមួយទៀតបាទបង្កើនការមើលឃើញគ្រប់ស្ថានភាពផ្លូវជួយកាត់បន្ថយគ្រោះថ្នាក់ផ្សេងធ្វើឲ្យអ្នកបើកបរឬក៏អ្នកប្រើប្រាស់ណាបាទផ្លូវដទៃទៀតមើលឃើញយ៉ាងឆាប់រហ័សទាំងអ្នកបើកបរមកពីទិសផ្ទុយឬទិសស្របគ្នាអ្នកថ្មើរជើងអ្នកជិះកង់និងអ្នកបើកបរដទៃទៀតមានន័យថាសុវត្ថិភាពនៅក្នុងការបើកភ្លើងនៅពេលថ្ងៃបាទហើយមួយទៀតនោះគឺបង្កើនសុវត្ថិភាពជាងមុនពេលអាកាសធាតុប្រែប្រួលដល់ឥឡូវនេះរៀងត្រជាក់ណាអាចនឹងមានអាប់បាទចុះខ្លះនៅតំបន់ដែលមានប្រេឈើច្រើនដូចជាមណ្ឌលគិរីរតនគិរីអាចនឹងមានបាទខែនេះត្រជាក់ណាលោកគ្រូណាបាទធ្វើឲ្យអ្នកបើកបរនិងអ្នកប្រើប្រាស់ផ្លូវដទៃទៀតមើលឃើញយ៉ាងឆាប់រហ័សបាទនៅក្នុងស្ថានភាពអាកាសធាតុប្រែប្រួលដូចខ្ញុំរៀបជក់ព្រោះនៅខាងលើមុនហ្នឹងអាចនឹងចុះអាប់ឬក៏ពេលភ្លៀងធ្លាក់អ្នកបើកបរពេលព្រឹកព្រលឹមឬថ្ងៃរៀបលិចបាទអញ្ចឹងសរុបជារួមមកបើកភ្លើងសុវត្ថិភាពជាងមុនមានន័យថាការបើកភ្លើងពេលថ្ងៃគឺបង្កើននៅសុវត្ថិភាពជាងមុនបាទតានៅហ្នឹងចឹងហាងលក់ម៉ូតូ Sensor យើងខ្ញុំតែងតែយកចិត្តទុកដាក់ដល់លោកគ្រូណាបាទនឹងបារម្ភអំពីសុវត្ថិភាពប្រជាពលរដ្ឋនិងគ្រប់
អតិថិជនទាំងអស់ដែលបានមកទិញម៉ូតូពីហាងយើងខ្ញុំដោយមុននឹងយកម៉ូតូយកទៅជិះតាមផ្លូវសាធារណៈយើងក៏មានការបញ្យល់ក៏ដូចជាណែនាំអំពីច្បាប់ចរាចរណ៍បាទសុវត្ថិភាព8ប្រការជូនដល់ពួកគាត់បាទមិនត្រឹមតែប៉ុណ្ណោះទេគឺមានការផ្សាយផ្ទាល់បាទតាក់ទងទៅនឹងច្បាប់ចរាចរណ៍ជារៀងរាល់ខែដូចយើងកំពុងតែផ្សាយផ្ទាល់នៅក្នុងថ្ងៃនេះអញ្ចឹងបាទដើម្បីចែករំលែកនៅបទពិសោធន៍និងចំណេះដឹងការយល់ដឹងបាទអំពីច្បាប់ចរាចរណ៍ផ្លូវគោកនិងសុវត្ថិភាពក្នុងការបើកបរឲ្យកាន់តែទូលំទូលាយឲ្យបានដល់អតិថិជនក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅមានកម្រិតទៀតបាទហើយគណៈពេលនេះផងដែរសូមអនុញ្ញាតឲ្យយើងខ្ញុំបានទាំងពីរនាក់បញ្យល់បកស្រាយទាក់ទងទៅនឹងប្រធានបទរបស់យើងតែម្ដងគឺចំពុកទី6មាត្រាទី35អ្នកបើកបរឬអ្នកប្រើប្រាស់ផ្លូវដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍បាទដើម្បីជាចំណេះដឹងមួយដែលចែកជូនដល់ពុកម៉ែបងប្អូនអតិថិជនទាំងអស់គ្នាប្រធានបទនេះផងដែរគឺយោងទៅតាមមាត្រាច្បាប់ចរាចរណ៍ផ្លូវគោកលេខចំពុកទី6មាត្រាទី35អ្នកបើកបរឬអ្នកប្រើប្រាស់ផ្លូវដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍បាទអញ្ចឹងមានអីខ្លះបាទខ្ញុំនឹងព័ត៌មានលម្អិតបន្ថែមតាក់ទងជាមួយប្រធានបទរបស់យើងនៅក្នុងថ្ងៃនេះផងដែរបាទអញ្ចឹងមាត្រាទី35នៅក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងណាភាគីដែលពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ត្រូវអនុវត្តដោយខាងក្រោមបាទអញ្ចឹងបើសិនជាមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងតើយើងត្រូវអនុវត្តយ៉ាងម៉េច1បញ្ឈប់យានរបស់ខ្លួនជាបន្ទាន់ដោយមិនធ្វើឲ្យរំខានឬបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃផ្សេងទៀតមានថាបើសិនជាយើងមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងយើងអត់មានរត់គេចទេគឺយើងត្រូវឈប់ឬក៏យើងអាចនិយាយបានថានៅនឹងកន្លែងកើតហេតុតែម្ដងបាទទី2មិនត្រូវធ្វើឲ្យមានការប្រែប្រួលដល់ទីកន្លែងកើតហេតុឬបាត់ដានឬស្នាមដែលជាកត្តាមានប្រយោជន៍ដល់ការស្វែងរកអ្នកខុសអ្នកត្រូវក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងមានថាបើសិនជាយើងប៉ះគ្នាបុកគ្នាដួលបន្តិចតួចអីម៉ូតូបាទនៅលើទ្រូងផ្លូវឬក៏ផ្លូវហ្មងយើងកុំលើកណាបាទយើងបន្លប់ម៉ាស៊ីនទុកនៅកន្លែងហ្នឹងឲ្យមន្ត្រីមានសមត្ថកិច្ចខាងបច្ចេកទេសបាទគាត់ជួត្រួតពិនិត្យមើលបាទទី3គ្រូបាទចំពោះទី3ជួនដំណឹងជាបន្ទាន់ទៅកាន់អាជ្ញាធរដែនដីឬនគរបាលចរាចរណ៍ផ្លូវគោកនៅចិត្តបំផុតបាទនៅពេលដែលយើងមានគ្រោះថ្នាក់ចរាចរណ៍ភ្លាមបាទគ្រោះថ្នាក់ភ្លាមយើងផ្ដល់ដំណឹងជូនទៅដល់អាជ្ញាធរដែនដីបាទភ្លាមបាទអាជ្ញាធរដែនដីហ្នឹងមានដូចជាបាទមន្ត្រីប៉ូលីសប៉ុស្តិ៍នគរបាលរដ្ឋបាលបាទដែលនៅចិត្តកន្លែងកើតហេតុបាទតោះចឹងចំពោះទី4មិនត្រូវប្រើហិង្សាឬបង្កចំនួនរវាងភាគីនិងភាគីពាក់ព័ន្ធមានន័យថាបើយើងមានគ្រោះថ្នាក់ចរាចរណ៍ជាមួយគ្នានឹងគ្នាហើយយើងមិនអាចទៅប្រើអំពើហិង្សាជួបប្រកែកគ្នាឬក៏បាយតបគ្នាថែមទៀតទេបាទអាចនឹងបង្ករបួសស្នាមឬឡើងគុណជាមួយនឹងកត្តាផ្សេងមួយទៀតបាទសូមនឹងច្បាប់ព្រហ្មទណ្ឌឯផ្សេងៗណាបាទមិនត្រឹមតែគ្រោះថ្នាក់ចរាចរណ៍ទេអាចមានពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់បន្ថែមមកតង់ទៀតបាទចំពោះទី5មិនត្រូវចាក់ចេញពីកន្លែងកើតហេតុមុនការព្រមព្រៀងគ្នាឬដោយគ្មានការអនុញ្ញាតពីនគរបាលចរាចរណ៍ផ្លូវគោកបាទអញ្ចឹងនៅពេលដែលកើតហេតុភ្លាមយើងអាចងើបចេញភ្លាមទេលុះត្រាតែមានការអនុញ្ញាតពីចរាចរណ៍មន្ត្រីនគរបាលរបស់យើងសិនណាបាទអាចយើងចេញបានអូខេអញ្ចឹងចំពោះអ្នកឃើញហេតុការណ៍បាទត្រូវជូនដំណឹងជាបន្ទាន់ទៅអាជ្ញាធរដែនដីឬនគរបាលចរាចរណ៍ផ្លូវគោកនៅចិត្តបំផុតអញ្ចឹងបើសិនតែយើងជិះតាមផ្លូវដូចគ្នាបាទធ្វើដំណើរស្របគ្នាមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ភ្លាមបាទយើងអាចខលទៅសមត្ថកិច្ចដែលយើងនៅចិត្តយើងឲ្យគាត់អន្តរាគមន៍ជាមួយនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះកើតមានឡើងបាទអូខេអញ្ចឹងជួយ like ជួយ share ដល់អ្នកគ្នាបងប្អូនបាទវិធានបទរបស់យើងនេះបាទយើងយោងទៅតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់យើងមាត្រាទី35ណាបាទអញ្ចឹងដើម្បីបញ្ជាក់ជាមួយប្រធានបទរបស់យើងនៅថ្ងៃនេះបន្ថែមបងប្អូនមានសំណួរឬក៏ចម្ងល់អីអាច comment បាននៅក្នុងការផ្សាយបន្តនេះបានបាទអាចសួរបានណាមកតាក់ទងមួយប្រធានបទរបស់យើង
ติดยังนึงធ្វើការបញ្ចប់នៃការផ្សាយផ្ទាល់ហើយយើងជួបគ្នាអត់បានយូរប្រហែលទេបាទអញ្ចឹងបងប្អូនបាទបើសិនជានឹកពួកខ្ញុំអីអាចអញ្ជើញមកហាងបានបាទនៅ Honda Sensor របស់យើងមានសេវាកម្មផ្ដល់ជូនបងប្អូនគ្រប់តម្រូវការមិនថាសេវាកម្មជួសជុលឬក៏ផ្លាស់ប្ដូរគ្រឿងបន្លាស់ម៉ូតូទេគឺយើងមានគ្រឿងបន្លាស់នាំចូលដល់ក្រុមហ៊ុន NC Honda ជាគ្រឿងបន្លាស់ original សុទ្ធ 100% បាទធានាបានគុណភាពអ្វីដែលពិសេសជាងជួសជុលរបស់យើងគឺបានបណ្ដុះបណ្ដាលនឹងទូស្គាល់ដល់ក្រុមហ៊ុន NC Honda បាទថ្មីនេះជាងរបស់យើងក៏បានប្រឡងជាប់នៅចំណាត់ថ្នាក់បាទជាងឆ្នើមទូទាំងប្រទេសផងដែរបាទអញ្ចឹងបងប្អូនអាចជឿនៅទុកចិត្តបានបាទនៅលើសេវាកម្មជួសជុលរបស់ហាងលក់ម៉ូតូ Sensor របស់យើងឧបករណ៍ទំនើបបាទអាចដោះបំបាយគ្រូបង្គំដល់មិនធ្វើប៉ះពាល់ដល់ម៉ូតូរបស់បងប្អូនបាទការជួបគ្នាយូរក៏រត់ណាជិតដល់ថ្ងៃយើងទៅប្រឡងទៀតបាទតាសេចក្តីបញ្ចប់អូខេអញ្ចឹងបងប្អូនបាទយើងនឹងបាទយើងនឹងធ្វើការបញ្ចប់នៃការផ្សាយផ្ទាល់បាទអញ្ចឹងការផ្សាយផ្ទាល់របស់យើងខ្ញុំគិតចិត្តមកដល់ទីបញ្ចប់ហើយខ្ញុំបាទទាំងពីរនាក់បាទសូមសំណូមពរដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូបចូលរួមកែប្រែអិរិយាបថដោយយកចិត្តទុកដាក់និងថែរក្សាការពារអាយុជីវិតអ្នកក្រុមគ្រួសារនិងញាតិមិត្តតាមរយៈការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ដោយការគោរពអនុវត្តច្បាប់សម្ដៅបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមាមានថាជាកម្រិតទាបអញ្ចឹងយើងត្រូវចូលរួមទាំងអស់គ្នាមិនអាចខ្ញុំឬក៏លោកគ្រូដាទេបាទគឺយើងចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយនៃគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅមានកម្រិតទាបនៅក្នុងប្រទេសកម្ពុជារបស់យើងបាទរួមគ្នាដើម្បីសុវត្ថិភាពចរាចរណ៍បាទជាចុងក្រោយខ្ញុំបានទាំងពីរនាក់បាទសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានការផ្សាយផ្ទាល់របស់ហាងលក់ម៉ូតូ Sensor របស់យើងខ្ញុំនៅក្នុងថ្ងៃនេះហើយក៏សូមអភ័យទោសរាល់កំហុសខុសឆ្គងខ្ញុំបាទទាំងពីរនាក់និយាយទៅដោយលឺលួសប្រការណាមួយបាទឬខ្វះខាតដោយអចេតនាណាមួយសូមមេត្តាអនុគ្រោះសូមគោរពជូនពរពុកម៉ែបងប្អូនទាំងគ្នាជួបប្រទះតែវិបុលសុខភាពល្អនិងសុខសប្បាយភាពក្នុងការធ្វើដំណើរទៅទីចិត្តទីឆ្ងាយបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងការផ្សាយផ្ទាល់បាទក្រោយៗទៀតបាយ